បើគ្រប់ជំរាបសួរដល់ពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញបងប្អូនអរគ្នាពីសកម្មភាពដូចជាការចូលទៅក្នុងព្រៃដើម្បីទៅឃ្វាលកបីនៅតាមព្រៃតាមលក្ខណៈធម្មជាតិផងដែរហ្នឹងហើយបងប្អូនទាំងអស់គ្នាកុំភ្លេចតាមដានវីដេអូទាំងអស់គ្នាបាទឥឡូវខ្ញុំក៏បានដើរមកដល់កន្លែងដែលខ្ញុំបានចងក្បីខ្ញុំទុកនៅក្នុងព្រៃហើយសម្រាប់ថ្ងៃនេះគឺវាភ្លៀងពីយប់មិញបងប្អូនហើយមុននឹងការចាប់ផ្ដើមលេងក្បីទាំងអស់ហ្នឹងគឺខ្ញុំក៏ឆ្លៀត selfie នៅមុខកាមេរ៉ាជាមួយនឹងកូនល្បីរបស់ខ្ញុំផងដែរដើម្បីឲ្យវាបានចូលទៅក្នុងកាមេរ៉ាទូរស័ព្ទមើលថាកន្លែងដេករបស់ពួកវាបើមនុស្សយើងវិញប្រៀបដូចជាកន្លែងដេកនៅក្នុងបន្ទប់ដែលមានពូកមានក្រែមមានខ្នើយភួយត្រឹមត្រូវណាបងប្អូនតែមើលបីនេះវាអញ្ចឹងដែរណាបើសម្រាប់វាណាបងប្អូនកន្លែងណាដែលមានផុកមានទឹកទៅវាដេកត្រាំខ្លួននៅកន្លែងហ្នឹងក៏មកវាអាចខំវាបានទៀតដែរបងប្អូនអញ្ចឹងក៏បីក៏វាមានវិធីសាស្ត្រក្នុងការការពារខ្លួនវាមិនឲ្យសត្វល្អិតតិចទៅខំវាបានដែរវាចេះណាបងប្អូនហើយកូនក្បីនេះវាក៏ចេះដើររកស៊ីចំណីដល់ខ្លួនឯងហើយដែរមិនចាំបាច់ទៅបើទៅដល់មេវាទេគឺវារកស៊ីចំណីដល់ខ្លួនឯងតែម្ដងវាមានអាយុចិត្តដល់1ឆ្នាំដែរបងប្អូនហើយមកដល់កន្លែងនេះគឺថាវាស៊ីលើភ្នំបងប្អូនស៊ីលើភ្នំមើលទៅស្ពីទៅក្រោមទៅវាស្អាតបងប្អូនហើយក្បីក៏វាអាចឡើងទៅលើភ្នំបានដែរគាត់ថាវាឡើងភ្នំណាដែលអត់មានថ្មអញ្ចឹងណាបងប្អូនភាសាក្បីបើសិនជាដីប្រភេទដីមានថ្មគឺវាអាចដើរបានទេបាទខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនអរគ្នាដែលបានមើលវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់ផងដែរហើយសម្រាប់វីដេអូក្រោយទៀតខ្ញុំនឹងមានវីដេអូថ្មីមួយទៀតសម្រាប់នឹងបង្ហាញដល់បងប្អូនណាបងប្អូនអញ្ចឹងបងប្អូនតាមដានទាំងអស់គ្នាថាតើជាវីដេអូប្រភេទណាអញ្ចឹងណាបងប្អូនអរគុណច្រើន